ខែមថតធីកសួស្តីបងប្អូននេះគឺជាវីដេអូបង្ហាញអំពីរបៀបដោះ Google Account នៅលើទូរស័ព្ទ Huawei តែ Google Account នេះវានៅលើទូរស័ព្ទដែលស៊េរីចាស់មិនមែនពួកស៊េរីថ្មីទេពួកស៊េរីថ្មីគេមិនដោះតាមរបៀបនេះទេដោះចាប់ផ្ដើមមើលបងប្អូនគ្នាចុច next ពេលចូលមកដំបូងយើងរើសភាសាតាមទៅទៀតយើងបើក Wi-Fi យើង connect ទៅ Wi-Fi របស់យើងមកហើយ agree ចុច next ទៀតយ៉ាខាងនេះបន្ទាប់ពីមកដល់កន្លែងនេះហើយយើងចុចពីលើកន្លែង keyboard នេះមួយហើយវា load មកកន្លែង keyboard នេះហើយយើងចុច space ពីលើកន្លែងដក clear view ហើយចុច more language បន្ទាប់ពីចុច more language ហើយយើងចុច download language នេះឃើញទេវាមានកន្លែងនេះតមកទៀតយើង scroll មកក្រោមទៀតយើងរកមើលកន្លែងអក្សរមួយដែលមានពណ៌ខៀវនេះ swift.com/airdistribution ចុចពីលើវាអូខេពេលហ្នឹងវានឹងនាំទូរស័ព្ទហ្នឹងមកចូលនៅលើ browser គឺ Google Chrome បន្ទាប់ពីមកដល់លើ Google Chrome នេះគឺជា browser Google Chrome បន្ទាប់ពីមកដល់លើ Google Chrome នេះយើងវាយ address មួយដែលមានឈ្មោះថា root junkie យើងអាច search នៅក្នុង Google ក៏បានឬក៏វាយ address ក៏បាន rootjunkie.com ឬក៏ universal bypass មួយនេះយកនេះលឿនជាងនេះបន្ទាប់ពីមកដល់កន្លែងនេះយើង scroll មកក្រោមយើងចុចពីលើ download នេះ download com.rootjunkie.frp bypass version 1.apk នេះមួយនេះចុចពីលើវាហើយចុច download មកម្ដងទៀតអូខេហើយ scroll ទៅក្រោមទៀតនេះ root com.rootjunkie bypass frp version 1នេះចុចពីលើវាមួយមកវានឹងសួរយើងថា download ឬក៏អត់ចុច OK មក download អូខេនេះវា download ពេញហើយយើងចុច open មកចុច unlock អូខេចុច install ចុច accept វាចាប់ផ្ដើមដំឡើងកម្មវិធីមួយឈ្មោះថា FRP bypass នេះតមកទៀតយើងចុច open ដើម្បី bypass FRP តាមកម្មវិធីនេះអ្នកនរគ្នាត្រូវបើកធ្វើតាមខ្ញុំមិញចូលទៅ browser ហើយ download កម្មវិធីហ្នឹងរងចាំវាឲ្យវា down ពេញហើយចុច open ឥឡូវនេះយើង open កម្មវិធីហ្នឹងមក cancel អូខេមកដល់កន្លែងនេះតើយើងធ្វើអីទៀតនេះយើងមើលកន្លែង tray 3ខាងលើនេះលើ tray 3នេះយើងចុចពីលើ tray 3ហ្នឹងហើយចុចខ្ញុំចុចមិញវាទៅលឿនពេកឥឡូវមើលទៀត tray 3ចុច browser sign in អូខេហើយចុច OK មកទៀតបន្ទាប់ពីចុចហ្នឹងហើយយើងអាច sign in Google account ថ្មីចូលទៅក្នុងទូរស័ព្ទហ្នឹងឧទាហរណ៍ថាឥឡូវខ្ញុំ sign in Google account របស់ខ្ញុំគេ sign in មកពេលហ្នឹងទូរស័ព្ទហ្នឹងវានឹងជាប់ Google account ថ្មីដែលយើងបាន sign in ទៅបាញ់មិញអូខេឥឡូវយើងត្រឡប់ថយក្រោយវិញមកចុចក្រោយទៀតចុចវាជាប់ក៏បាន
này thật ra ai mà đo cái lại dương bạn thật ra tiết này dương mà đo cái lại đau mà vĩnh này vì đáng dương mình bạn chậm bật trụ sao các bạn ấy vì để dương browser sign in hái vì nếu ai skip wifi nè thì ai skip bạn ấy anh ấy agree mà đầu tiên ok chào chị suy gón nhưng cho do cái lại set up new device đón này more này tiết đón tiết next agree visa tiết skip continue skip tiết này viên mọi đó cái lại pra ấy bao vì mình tranh đấy nhưng xả restart từ xả mũiสำหรับ Samsung យើងមិនបាច់ restart ក៏បានដែរប៉ុន្តែ Huawei វាខុសគ្នាវាសារ restart ទូរស័ព្ទមួយទៅcho nó cười mấy tranh tranh just 3G tranh là coi chi một phim sạc với thì nó chạm tới sân á ok mở đo lấy như pizza mà đón tiết tôi skip tới chị agree next begin ok bênนี้យើងបានដោះ Google account បានសម្រេច 100% ហើយដើម្បីកុំឲ្យវាជាប់លើក្រៅទៀតយើងចូលមកក្នុង setting ចូលក្នុង about phone មើលច្បាស់ tab លើក dear number 7-8 ដងតមកទៅថយក្រៅវិញមួយយើងឃើញ developer option មួយវាផុសនៅកន្លែងនេះយើងចុចពីលើវាបន្តមកទៀតយើងចុច enable OEM unlock នេះកន្លែងនេះគឺបិទប៉ុន្តែយើងត្រូវបើកវាកាលណាយើងបើកវាមកវាលែងជាប់ Google account ហើយ